5 ចំណុចអំពីការគេងដែលអ្នកគួរតែឈប់ជឿទៅ 1. អ្នកត្រូវការគេងឲ្យបាន 8 ម៉ោងជារៀងរាល់យប់ មិនប្រាកដនោះទេ អ្នកខ្លះមានអារម្មណ៍ល្អក្នុងការគេង 6 ឬ 7 ម៉ោង អ្នកខ្លះទៀតត្រូវការ 9 ម៉ោង អ្វីដែលសំខាន់នោះគឺការគេងរបស់អ្នកបានល្អប៉ុណ្ណោះ មិនមែនត្រឹមតែជាចំនួនម៉ោងនោះទេ 2. ការគេងពេលថ្ងៃគឺអាក្រក់ មិនពិតទេ ការគេងរយៈពេលខ្លី 10-20 នាទី គឺអាចជួយដល់ខួរក្បាលនិងថាមពលរបស់អ្នក ប៉ុន្តែកុំដេកយូរឬយឺតពេក 3. ការមើលទូរទស្សន៍ឬទូរស័ព្ទជួយឲ្យអ្នកងុយគេង មិនពិតទេ ពន្លឺពណ៌ខៀវពីទូរស័ព្ទឬទូរទស្សន៍របស់អ្នកធ្វើឲ្យខួរក្បាលរបស់អ្នកភ្ញាក់ឡើង ដូច្នេះធ្វើឲ្យការគេងគឺកាន់តែពិបាក 4. ចាំគេងសរុបនៅពេលក្រោយ មិនត្រូវនោះទេ ប្រសិនបើអ្នកគេងមិនបានទៀងទាត់ វាធ្វើឲ្យវេលារាងកាយរបស់អ្នកយល់ច្រឡំ អ្នកនឹងនៅតែមានអារម្មណ៍ថានឿយហត់ 5. ការផឹកស្រាជួយឲ្យអ្នកគេងលក់ស្រួល មិនពិតទេ អាល់កុលធ្វើឲ្យអ្នកមានអារម្មណ៍ងុយគេងនៅពេលដំបូងប៉ុណ្ណោះ ប៉ុន្តែការគេងមិនល្អនោះទេ នៅពេលដែលអ្នកភ្ញាក់ឡើងគឺអស់កម្លាំង ដូច្នេះវាមានន័យថា កុំជឿអ្វីដែលមនុស្សនិយាយអំពីការគេងដូចនេះទៀតទៅ ព្យាយាមគេងឲ្យបានស្កប់ស្កល់តែមិនមែនយូរទេ សុខភាពល្អចាប់ផ្ដើមពីការយល់ដ៏ត្រឹមត្រូវ Please subscribe and like for more videos.